វិពិតជាអស្ចារ្យមែនទែនប្រវត្តិមានព្រះអង្គម្ចាស់កំពុងតែនៅទីនេះសូមមកលើកដៃឡើងនៅថ្ងៃនេះយើងនឹងអធិដ្ឋានជាមួយគ្នាសម្រាប់មេរៀននៅថ្ងៃនេះខ្ញុំជឿជាក់ព្រះអង្គគឺជាព្រះកំពុងតែធ្វើការអស្ចារ្យមិនថានៅក្នុងទីក្រុងផូនៅក្នុងស្ទីបយូដែលយើងកំពុងតែថតនេះក៏ដោយប៉ុន្តែបងប្អូននៅចូលរួមនៅទីណាក៏ដោយប្រវត្តិមានព្រះអង្គម្ចាស់ពិតជាមាននៅក្នុងបន្ទប់នីមួយៗដែលកំពុងតែចូលរួមនៅថ្ងៃនេះខ្ញុំជឿជាក់ថាថ្ងៃនេះដែលខ្ញុំចែកចាយនៅមេរៀនមួយដែលនឹងប៉ះពាល់ទៅកាន់លោកអ្នកបងប្អូនហើយបងប្អូនទទួលបាននៅការក្រោកឡើងសារជាថ្មីព្រះអង្គបានរៀបចំលោកអ្នកបងប្អូនសម្រាប់ឆ្នាំ2021នេះដើម្បីឲ្យយើងដឹងយ៉ាងច្បាស់ថាលើសពីអ្វីដែលយើងនឹកស្មានដល់អ្វីដែលយើងអាចស្វែងយល់ដឹងហើយព្រះអង្គបានឲ្យនៅគន្លឹះនៃកូនសោព្រះអង្គបានឲ្យនៅអាវុធព្រះអង្គបានឲ្យនៅយុទ្ធការដែលអស្ចារ្យនៃជំនឿរបស់យើងដើម្បីឲ្យយើងរំលឹកនៅការអស្ចារ្យរបស់ព្រះអង្គម្ចាស់នៅអ្វីជាច្រើនដែលយើងត្រូវតែអរគុណព្រះអង្គម្ចាស់នៅក្នុងព្រះគម្ពីរបាននិយាយច្រើនអំពីការអរព្រះគុណបាននិយាយជាង100ដងដែលយើងត្រូវតែអរព្រះគុណព្រះអង្គម្ចាស់គ្រប់ពេលវេលាដែលយើងធ្វើព្រះអង្គមិនមែនគឺជាព្រះដែលទាមទារការដឹងគុណឬក៏ការអរគុណព្រះអង្គម្ចាស់គ្រប់ពេលនោះទេដើម្បីផ្ដល់កិត្តិយសទៅកាន់ព្រះអង្គម្ចាស់នោះទេប៉ុន្តែព្រះអង្គគឺជាព្រះដែលល្អព្រះអង្គទ្រង់ស្រឡាញ់លោកអ្នកបងប្អូនព្រះអង្គទ្រង់បានឲ្យលោកអ្នកបងប្អូនបានមានជ័យជំនះរួចទៅហើយព្រះអង្គទ្រង់ចង់ឲ្យបងប្អូនមានជ័យជំនះនៅក្នុងជីវិតរបស់យើងទោះបីយើងកំពុងតែជាប់ឃុំនៅក្នុងជីវិតបែបណាក៏ដោយព្រះអង្គចង់ឲ្យយើងបានក្រោកឡើងលើពីព្យុះដែលកំពុងតែបោកមកកាន់ជីវិតរបស់យើងខ្ញុំជឿជាក់ឆ្នាំ2020យើងកំពុងតែរំភើបមែនទែនប៉ុន្តែយើងក៏មិនអាចបំភ្លេចនៅអ្វីដែលកើតឡើងឆ្នាំ2020ដែរឆ្នាំ2020បានបង្រៀនយើងមិនអាចទទួលបានអ្វីទាំងអស់ដែលយើងត្រូវការនោះទេនៅឆ្នាំ2020ប៉ុន្តែជាឆ្នាំដែលរំលឹកយើងឲ្យយើងចេះអរគុណព្រះម្ចាស់នៅអ្វីដែលយើងមានហើយដោយសារកិច្ចការនោះបានកើតឡើងយើងអរគុណព្រះម្ចាស់ព្រះអង្គឲ្យព្រះអង្គជាព្រះបាននាំយើងមកកាន់នៅថ្ងៃនេះពេលដែលព្រះអង្គជាព្រះបានឲ្យនៅអាយុដង្ហើមយើងបានដកនៅថ្ងៃនេះនៅឆ្នាំ2021យើងអរគុណព្រះម្ចាស់ដើម្បីយើងអរព្រគុណព្រះម្ចាស់ទោះបីបងប្អូននៅទីណាក៏ដោយសូមបានរៀបចំខ្លួនដើម្បីស្ដាប់ព្រះបន្ទូលយើងបញ្ចប់បន្តិចទៀតនេះហើយក្រុមថ្វាយបង្គំអាចនៅជាមួយខ្ញុំបានបាទអរគុណច្រើនក្រុមថ្វាយបង្គំដែលនៅឈរជាមួយខ្ញុំចូលចិត្តនៅអ្វីដែលព្រះអង្គជាព្រះបានប៉ះពាល់យើងតាមរយៈព្រះបន្ទូលមកតាមរយៈការថ្វាយបង្គំបាទមានអារម្មណ៍រំភើបពីអ្នកទាំងអស់គ្នាបាទអស្ចារ្យមែនតើវ៉ាវបងប្អូនដឹងអត់តើមានអីកើតឡើងនៅក្នុងពិភពលោកមួយនេះឬក៏មកគ្រួសាររបស់យើងឬក៏ក្រុមជំនុំរបស់យើងឬក៏ជាសកលពេលដែលយើងជាអរគុណព្រះអង្គម្ចាស់មិនមែនតើតែមានថ្ងៃនៃការអរគុណព្រះអង្គម្ចាស់នោះទេដូចនៅក្នុងសហរដ្ឋអាមេរិកគេមាននៅក្នុងកន្លងនិយាយរបស់គេប៉ុន្តែបងប្អូនយើងមិនចាំបាច់រងចាំរហូតដល់ថ្ងៃដែលយើងអបអរសាទរថ្ងៃនេះអរព្រគុណនោះទេចុះប្រសិនបើយើងអរព្រគុណព្រះម្ចាស់នៅក្នុងជីវិតរបស់យើងគ្រប់ពេលវេលានៅតាមផ្ទះរបស់យើងតាមក្រុមជំនុំរបស់យើងខ្ញុំចង់ចែកចាយទៅកាន់បងប្អូននៅថ្ងៃនេះដោយបើកចំហបងប្អូនខ្ញុំចង់ប្រាប់បងប្អូនតាមត្រង់ពេលដែលយើងរអ៊ូរទាំវាជាវិញ្ញាណនៃអរិយសត្តាំងការដែលយើងមុខក្រមៅគ្រប់ពេលវេលាយើងមិនចេះអរគុណព្រះម្ចាស់នោះវាធ្វើឲ្យយើងបានដកចេញនៅព្រះពរដែលព្រះអង្គជាបានមានសម្រាប់យើងជីវិតរបស់យើងមាននៅអត្តពលខ្លាំងណាស់បងប្អូនតាមរយៈពាក្យសម្ដីរបស់យើងស្លាប់ឬក៏រស់ដោយសារអណ្ដាតដែលយើងកលាស់យើងកសាងឬក៏បំផ្លាញដោយសារអណ្ដាតដែលយើងបានកលាស់ដូចគ្នាដែរហើយដូច្នេះហើយខ្ញុំលើកទឹកចិត្តបងប្អូនចេះអរគុណព្រះម្ចាស់មាននៅអ្វីដែលព្រះអង្គព្រះបានមានបន្ទូលមកកាន់ខ្ញុំហើយខ្ញុំជឿជាក់តាមរយៈព្រះបន្ទូលទៅកាន់លោកអ្នកបងប្អូននៅពាក្យថាអរព្រះគុណមួយនេះប្រហែលជាខ្ញុំពេលខ្លះខ្ញុំអធិដ្ឋានព្រះអង្គឲ្យតើខ្ញុំចាំបាច់ត្រូវបង្រៀនអំពីការអរព្រះគុណនេះឬមិនប្រហែលជាបង្រៀនអំពីការស្ដារឡើងវិញបានហើយព្រះអង្គឲ្យបង្រៀនអំពីការដែលយើងទទួលបានជ័យជំនះឬក៏អ្វីផ្សេងទៀតការដែលយើងដើរតាមព្រះម្ចាស់ឬក៏តើយើងចាប់ដើមឆ្នាំ2020ដ៏អស្ចារ្យទាំងអស់គ្នាប៉ុន្តែខ្ញុំបានឮរយៈពេល6សប្តាហ៍ចុងក្រោយនេះហាក់ដូចជាការរំលឹកមួយអំពីការអរព្រគុណព្រះម្ចាស់បាទមានអារម្មណ៍ថាពីអរព្រគុណបាទនៅក្នុងដួងចិត្តយើងបាទខ្ញុំជឿជាក់ថាទោះបីជាបទចម្រៀងដែលគេបានច្រៀងកាលពីឆ្នាំ90ក៏ដោយទសវត្សរ៍ទី90ប៉ុន្តែការដែលយើងអរព្រគុណព្រះម្ចាស់គឺជាអាវុធដើម្បីប៉ះទង្គិចមកកាន់ជីវិតយើងទៅកាន់នៅក្នុងព្រះគម្ពីរទំនុកដំណើរចំពុកទី100ខ4បានប្រាប់យើងអំពីការដែលយើងចូលមកក្នុងដំណាក់របស់ព្រះអង្គម្ចាស់ដោយការអរព្រគុណព្រះអង្គម្ចាស់ទាំងការសរសើររំកើងនិងការអរព្រគុណព្រះអង្គម្ចាស់បងប្អូនមានន័យថាហាក់ដូចជាយើងពិបាកនឹងការចូលប្រវត្តិមានព្រះអង្គម្ចាស់ប្រសិនបើយើងអត់ចិត្តថ្លែង
ព្រះគុណឬក៏អរព្រះគុណទៅកាន់ព្រះម្ចាស់បើបងប្អូនពិបាកក្នុងការសរសើរដំណើរព្រះម្ចាស់យើងគួរតែចូលមកកាន់ព្រះម្ចាស់ទាំងលិតជង្គង់ហើយអរព្រះគុណព្រះម្ចាស់នៅអ្វីដែលព្រះអង្គជាព្រះបានធ្វើនៅក្នុងព្រះគម្ពីរបានប្រាប់យើងថាយើងមិនអាចចូលក្នុងដំណាក់របស់ព្រះអង្គម្ចាស់បានទេបើសិនគ្មានការថ្លែងអរព្រះគុណទៅកាន់ព្រះម្ចាស់ពីព្រោះពេលដែលយើងចេះអរព្រះគុណព្រះម្ចាស់វានឹងដាស់នៅការសរសើរដំណើរនៅក្នុងជីវិតរបស់យើងការដែលយើងសរសើរដំណើរព្រះម្ចាស់គឺតាមរយៈការដែលយើងចេះអរព្រះគុណព្រះម្ចាស់យើងមិនគ្រាន់តែចេះគិតអវិជ្ជមានអំពីព្រះម្ចាស់នោះទេប៉ុន្តែពេលដែលយើងអរព្រះគុណព្រះម្ចាស់វានឹងធ្វើឲ្យការភ្ញាក់រលឹកនៅក្នុងការសរសើរដំណើរនៅក្នុងជីវិតរបស់យើងបងប្អូនពេលខ្លះមុនពេលយើងថ្វាយបង្គំមុនពេលយើងធ្វើអ្វីទាំងអស់យើងគួរតែចាប់ដើមដោយការអរព្រះគុណព្រះម្ចាស់នៅអ្វីដែលបានកើតឡើងមកក្នុងជីវិតរបស់យើងហើយជាបងប្អូនគេទៅខ្ញុំមិនដឹងថាមានអីទៅខ្ញុំអរគុណព្រះម្ចាស់នោះទេប៉ុន្តែអរគុណព្រះម្ចាស់នឹងហើមនៃព្រះអង្គជាបណ្ដោឲ្យជីវិតយើងមានជីវិតឬក៏ដង្ហើមនៃព្រះអង្គជាបានឲ្យមកកាន់អុកស៊ីហ្សែននៅក្នុងសួតរបស់យើងដើម្បីយើងមាននៅជីវិតពេលខ្លះយើងខ្ញុំនៅលាវខ្ញុំក៏អរគុណព្រះអង្គម្ចាស់ដល់របៀបណាទៅអរគុណព្រះអង្គម្ចាស់ដោយសារយើងមានពេលគ្រប់គ្រាន់បើសិនបើយើងមានប្តីយើងប្រហែលមានពេលនៅកំឡោះឬក៏កំមុំទៀតទេអរគុណដែលយើងអត់ទាន់មានកូនពីព្រោះយើងអត់ទាន់មានកូនលុយយើងនៅមានសល់អេមែនយើងគួរតែអរគុណព្រះម្ចាស់គ្រប់ទាំងបំណែកនៃជីវិតរបស់យើងម្នាក់គ្រប់រដូវកាលនៃជីវិតគ្រប់អ្វីដែលយើងធ្វើយើងគួរតែសរសើររំកើងព្រះម្ចាស់ដោយការដែលយើងអរគុណព្រះម្ចាស់ចាប់ដើមដោយការអរព្រះគុណព្រះម្ចាស់ដើម្បីអនុញ្ញាតឲ្យការដែលយើងទទួលបាននៅការភ្ញាក់រលឹកនៅជំនឿរបស់យើងនៅអ្វីដែលព្រះបានធ្វើតាមមានអីកើតឡើងនៅឆ្នាំ2020នេះប្រសិនបើគ្រប់ពេលដែលយើងជួបជុំគ្នាតាមផ្ទះនៅតាមក្រុមជំនុំនៅតាមតំបន់ណាក៏ដោយចាប់ដើមដោយការអរព្រះគុណព្រះម្ចាស់ចាប់ផ្ដើមដោយអរព្រះគុណព្រះម្ចាស់ទោះបីយើងមានពេល1នាទី2នាទីក៏ដោយយើងអរគុណព្រះម្ចាស់សម្រាប់ដង្ហើមដែលព្រះអង្គជាព្រះបានឲ្យទូបង្គំបានដកជារៀងរាល់ថ្ងៃអរគុណដែលព្រះអង្គជាព្រះបានធ្វើកិច្ចការងារជាច្រើនចំណុចទី1គឺវានឹងដាស់តឿននៅការសរសើរដំណើរជីវិតរបស់យើងពេលដែលយើងចេះអរគុណព្រះម្ចាស់ទី2ពេលដែលយើងចេះអរគុណព្រះម្ចាស់ធ្វើឲ្យជំនឿយើងពន្លឿនកាន់តែច្រើនឡើងជាងមុនបាននៅក្នុងព្រះគម្ពីរហ្វីលីបបានប្រាប់យើងជាច្រើនសូមកុំឲ្យយើងខ្វល់ខ្វាយនឹងអ្វីឡើយផ្ទុយទៅវិញគ្រប់កលៈទេសៈទាំងអស់ត្រូវទូលព្រះអង្គម្ចាស់ឲ្យជ្រាបពីសំណុំពររបស់បងប្អូនដោយអធិដ្ឋាននិងទូលអង្វរទាំងអរព្រះគុណព្រះអង្គម្ចាស់ផងបងប្អូននៅក្នុងព្រះគម្ពីរហ្វីលីបជំពូក4ខ6បានប្រាប់យើងច្បាស់ថាការអរព្រះគុណហាក់ដូចជាដាក់រសជាតិនៃសេចក្តីអធិដ្ឋានរបស់យើងម្នាក់ហើយនេះបានយើងចំណែកអធិដ្ឋានទាំងអរព្រះគុណព្រះម្ចាស់ខ្ញុំមានសេចក្តីត្រូវការច្រើនណាស់ខ្ញុំមិនអរគុណព្រះអង្គម្ចាស់ព្រោះខ្ញុំអត់ទាន់បានការឆ្លើយតបផងប៉ុន្តែបងប្អូនយើងអាចយកចំណុចជាច្រើនដែលយើងអាចសរសេរចូលក្នុងបញ្ជីមួយដែលយើងអាចអរព្រះគុណទៅកាន់ព្រះអង្គម្ចាស់យើងដឹងថាមានអីកើតឡើងពេលដែលយើងនិយាយអរព្រះគុណព្រះអង្គម្ចាស់ពេលដែលយើងទទួលបាននៅការពន្លឿននៅសេចក្តីជំនឿរបស់យើងពេលខ្លះយើងគិតថាព្រះអង្គទូបង្គំសូមអធិដ្ឋានសម្រាប់ការព្យាបាលដូចជាអត់ទាន់បានការជាសះស្បើយតោះហើយនេះបានចឹងប៉ុន្តែយើងអរគុណព្រះអង្គម្ចាស់ដែលព្រះអង្គជាព្រះបានព្យាបាលបុគ្គលម្នាក់នោះព្រះអង្គជាព្រះបានព្យាបាលនារីម្នាក់នេះបរិមម្នាក់នេះវាធ្វើឲ្យយើងដឹងយ៉ាងច្បាស់ថាព្រះអង្គគឺជាព្រះនឹងធ្វើម្ដងទៀតនៅក្នុងជីវិតរបស់យើងនឹងសម្រាប់មនុស្សដែលយើងអធិដ្ឋានពេលនោះយើងចាប់ផ្ដើមបាត់បង់នៅការយើងព្រួយបារម្ភដោយសារយើងអធិដ្ឋានទៅកាន់ព្រះម្ចាស់ទាំងអរព្រះគុណព្រះម្ចាស់នៅអ្វីដែលព្រះអង្គជាព្រះបានធ្វើហើយព្រះអង្គជាព្រះគឺជាអ្នកណាដែលយើងមិនដឹងថាព្រះអង្គគឺជាព្រះបានធ្វើការអស្ចារ្យមិនមែនគ្រាន់តែអ្វីដែលព្រះអង្គជាព្រះបានធ្វើនោះទេប៉ុន្តែយើងស្គាល់ថាព្រះអង្គជាអ្នកណានេះគឺជាមូលហេតុដែលយើងអរព្រះគុណព្រះម្ចាស់ខ្ញុំស្រឡាញ់នៅមេរៀនកាលពីសប្តាហ៍មុននិយាយអំពីទីបន្ទាល់ពីលោកគ្រូកង្វៀលពីទីក្រុងផ្សេងដែលចែកចាយអំពីទីបន្ទាល់វាជារឿងមួយដ៏អស្ចារ្យមែនទែនយើងចាប់ផ្ដើមឆ្នាំ2021ដោយការលើកនៅទីបន្ទាល់នៃការអស្ចារ្យនៅថ្ងៃនេះខ្ញុំលើកទឹកចិត្តសូមនាំមកសំណុំពរអធិដ្ឋានទាំងអធិដ្ឋានអរព្រះគុណព្រះម្ចាស់ដូចខ្ញុំបានអាននៅក្នុងព្រះគម្ពីរទំនុកដំណើរចំពុកទី100ខ4អញ្ចឹងយើងមិនគួរចូលនៅក្នុងដំណាក់របស់អង្គម្ចាស់ទាំងយើងមិនចេះថ្លែងនៅពីអរព្រះគុណទៅកាន់ព្រះម្ចាស់នោះទេពេលខ្លះយើងហាក់ដូចជាមានទម្លាប់ជាមួយនឹងការដែលយើងមកក្រុមជំនុំហាក់ដូចជាដដែលបងប្អូនខ្ញុំជឿជាក់ថាពេលដែលយើងមានអារម្មណ៍ថាដូចជានឿយណាយជាមួយនឹងការថ្វាយបង្គំប្រហែលតែយើងបាត់បង់នៅដួងចិត្តនៃការអរព្រះគុណទៅកាន់ព្រះម្ចាស់នៅអ្វីដែលព្រះអង្គជាព្រះបានធ្វើបាទពេលដែលយើងមានអារម្មណ៍ថាពិបាកនឹងការចូលក្នុងប្រវត្តិមានព្រះម្ចាស់ចូលអរព្រះគុណព្រះម្ចាស់នៅអ្វីដែលព្រះអង្គជាព្រះបានធ្វើនៅក្នុងជីវិតជារបស់យើងម្នាក់ពេលដែលយើងអរព្រះគុណព្រះម្ចាស់វានឹងនាំមកនៅផ្នែកកំណត់ដែលត្រឹមត្រូវទៅកាន់ព្រះម្ចាស់ត្រឡប់ទៅវិញផងដែរនេះជាចំណុចទី3នៅក្នុងព្រះគម្ពីរទំនុកដំណើរចំពុកទី107ខ1បានចែងថាអរគុណព្រះអង្គម្ចាស់ដោយសារព្រះអង្គម្ចាស់ទ្រង់សែនល្អហើយព្រះハរតីរបស់ព្រះអង្គជាព្រះ
បាននៅជាមួយយើងគ្រប់ពេលវេលាយើងមិនមែនអរគុណព្រះម្ចាស់តោះតែយើងមានអារម្មណ៍ល្អនោះទេប៉ុន្តែដោយសារព្រះអង្គជាព្រះល្អនោះទេបានយើងអរព្រគុណព្រះម្ចាស់យើងអាចសរសើរដំណកើងព្រះម្ចាស់បានដូចជាសាវកប៉ូលពេលដែលគាត់នៅក្នុងគុកប៉ុន្តែគាត់សរសើរដំណកើងនាមព្រះម្ចាស់រហូតដល់គុកបានរហែកដូចគ្នាដែរលោកអ្នកបងប្អូននៅថ្ងៃនេះទោះបីយើងជួបនៅកលស័កដែលលំបាកប៉ុណ្ណាក៏ដោយហាក់ដូចជាជាប់នៅឃុំឃាំងនៅក្នុងជីវិតយើងនៅផ្នែកវិញ្ញាណព្រលឹងឬក៏ផ្នែកណាមួយប៉ុន្តែយើងសរសើរដំណការព្រះម្ចាស់ដោយអរព្រគុណព្រះម្ចាស់ពេលដែលយើងមានផ្នត់គំនិតដែលត្រឹមត្រូវអំពីព្រះម្ចាស់ពេលនោះយើងនឹងមានអារម្មណ៍ថាហេតុអីបានខ្ញុំចាំបាច់រអ៊ូរទាំអំពីរឿងនេះហេតុអីបានខ្ញុំចាំបាច់មុខកម្ៅឬក៏មុខមិនរីកដោយសាររឿងមួយនេះដោយសារយើងមិនស្វែងរកគន្លឹះដែលថាព្រះអង្គយើងគឺជាព្រះដ៏សែនល្អអស់ព្រះបិតាហើយព្រះអង្គគឺជាព្រះដែលព្យាបាលបច្ចុប្បន្នបងប្អូនមានអារម្មណ៍ថាខ្ញុំអត់ទាន់បានការជាសះស្បើយអធិដ្ឋានអំពីការព្យាបាលយូរហើយប៉ុន្តែយើងអរគុណព្រះម្ចាស់ដែលព្រះអង្គគឺជាព្រះដែលព្យាបាលពីព្រោះព្រះអង្គជាព្រះនឹងព្យាបាលយើងនៅថ្ងៃណាមួយយើងអរគុណព្រះម្ចាស់មិនមែនដោយសារយើងធ្វើកិច្ចការងារល្អឬក៏ព្រះអង្គបានឆ្លើយតបល្អមកកាន់ជីវិតយើងនោះទេប៉ុន្តែយើងអរគុណព្រះម្ចាស់ដោយសារព្រះអង្គជាអ្នកណាព្រះអង្គគឺជាព្រះដែលអស្ចារ្យភាពជាធម្មជាតិរបស់ព្រះម្ចាស់គឺជាព្រះដែលអស្ចារ្យព្រះអង្គគឺជាព្រះដែលគិតគង់ព្រះអង្គគឺជាព្រះដែលព្យាបាលទទួលស្គាល់យើងកំពុងតែជាប់បំណុលនៅថ្ងៃនេះនៅឆ្នាំនេះប៉ុន្តែព្រះអង្គគឺជាព្រះដែលគិតគង់ទទួលស្គាល់ទូបង្គំនៅឈឺប៉ុន្តែព្រះអង្គគឺជាព្រះដែលព្យាបាលទូបង្គំកំពុងតែអន្ទះសារក្នុងជីវិតប៉ុន្តែព្រះអង្គគឺជាសន្តិភាពនៅក្នុងជីវិតទូបង្គំយើងអរគុណព្រះម្ចាស់ដែលព្រះអង្គគឺជាអ្នកណានៅក្នុងជីវិតរបស់យើងទោះបីយើងមានអារម្មណ៍បែបណាក៏ដោយយើងត្រូវតែផ្លាស់ប្ដូរនៅផ្នែកគំនិតរបស់យើងរបៀបដែលយើងឃើញព្រះម្ចាស់នោះទេព្រះអង្គគឺជាព្រះសែនល្អព្រះអង្គគឺជាព្រះដែលផ្លាស់ប្ដូរនៅជោគវាសនានៃជីវិតរបស់យើងបងប្អូនដឹងអត់គ្រប់ពេលវេលាពេលដែលយើងអាននៅក្នុងអត្ថបទព្រះគម្ពីរនិយាយអំពីព្រះយេស៊ូវគ្រីស្ទតែអរព្រគុណព្រះបិតានិយាយអំពីពេលដែលព្រះយេស៊ូវគ្រីស្ទបានអរព្រគុណព្រះអង្គម្ចាស់គឺព្រះអង្គជាព្រះបានដឹងយ៉ាងច្បាស់ថាការអស្ចារ្យនឹងកើតឡើងព្រះអង្គបានអរគុណព្រះអង្គម្ចាស់នៅនំប៉័ង5ដុំត្រេងងៀតពីកន្ទុយនៅក្នុងសាច់រឿងដែលយើងធ្លាប់បានអានជាមួយគ្នាហើយព្រះអង្គគឺជាព្រះបានអធិដ្ឋានអរព្រគុណព្រះអង្គម្ចាស់បន្ទាប់មកព្រះអង្គជាព្រះបានធ្វើការអស្ចារ្យដូចជាព្រះអង្គជាព្រះបានអធិដ្ឋានឲ្យលោកឡាសារបានរស់ពីស្ដេចស្លាប់ឡើងវិញគេថាអរគុណព្រះអង្គម្ចាស់ដែលព្រះអង្គជាព្រះបានផ្ដល់នូវអំណាចមកកាន់ព្រះយេស៊ូវគ្រីស្ទយើងចាប់ផ្ដើមដោយការអរព្រគុណនិងដឹងគុណទៅកាន់ព្រះម្ចាស់នៅថ្ងៃនេះសូមបើកមាត់ឡើងបងប្អូនសូមមិនហ៊ាននិយាយពាក្យថាអរគុណព្រះម្ចាស់ពេលដែលយើងចេះអរគុណព្រះម្ចាស់ថ្លែងនៅពាក្យអរគុណព្រះអង្គម្ចាស់យើងនឹងចាប់ផ្ដើមសម្លឹងមើលថាមានអីកើតឡើងក្នុងជីវិតរបស់យើងព្រះអង្គយើងអរគុណដែលព្រះអង្គគឺជាព្រះបានឲ្យនៅអ្វីដែលទូបង្គំកំពុងតែមានគ្រួសារទូបង្គំការងារការសិក្សាព្រះអង្គជាព្រះដែលចាក់ចោលពីជីវិតយើងអត់ដែលបោះបង់យើងចោលសោះឡើយយើងអាចទុកចិត្តព្រះអង្គម្ចាស់គ្រប់ពេលវេលានៅក្នុងរដូវកាលនៃជីវិតរបស់យើងព្រះអង្គយើងអរគុណទ្រង់នេះគឺជាអ្វីដែលចង់លើកទឹកចិត្តបងប្អូននៅថ្ងៃនេះយើងមិនមែនអរគុណនៅអ្វីដែលព្រះអង្គជាព្រះបានធ្វើនៅកិច្ចការងារដែលធំនោះទេប៉ុន្តែទោះបីកិច្ចការងារដែលតូចដែលយើងនឹកស្មានមិនដល់យើងមិនបាននឹកគិតអំពីវាយើងក៏អរគុណព្រះម្ចាស់នៅកិច្ចការងារនោះដែរព្រះអង្គយើងអរគុណដែលព្រះអង្គជាព្រះតែងតែពហុគុណនៅរឿងជាច្រើនដែលអស្ចារ្យពីព្រោះយើងឃើញទីបន្ទាល់អស្ចារ្យរួចទៅហើយព្រះអង្គជាព្រះនឹងធ្វើការអស្ចារ្យម្ដងទៀតទីបន្ទាល់ជាច្រើនពីព្រោះទីបន្ទាល់នឹងចាក់ដូចជាសង្ឃសុភ័មកកាន់ជីវិតយើងពេលដែលយើងស្ដាប់ឮទីបន្ទាល់អ្នកណាម្នាក់ដែលព្រះបានធ្វើការអស្ចារ្យពីព្រោះយើងដឹងយ៉ាងច្បាស់ថាផ្នត់គំនិតរបស់យើងមិននិយាយទៅកាន់ព្រះដែលអស្ចារ្យព្រះដែលធ្វើការនៅអស្ចារ្យគ្រប់ពេលវេលាព្រះអង្គជាព្រះដែលបោះបង់យើងចោលដូចខ្ញុំបាននិយាយពីកណ្ដាលអញ្ចឹងព្រះអង្គដែលទុកយើងនៅឯកាម្ដងណាឡើយទោះបីយើងមានអារម្មណ៍ថាអវិជ្ជមាននៅផ្នែកណាមួយនៃជីវិតប៉ុន្តែសូមចាប់ដើមនៃអរគុណព្រះម្ចាស់ចំណុចទី4ការដែលយើងអរគុណព្រះម្ចាស់នឹងនាំយើងទៅកាន់កម្រិតមួយខ្ពស់ជាងមុនពីព្រោះយើងនឹងកំពុងតែជិះនៅចន្ទាយន្តមួយឧទាហរណ៍កំពុងតែឡើងដល់ជាន់មួយដែលខ្ពស់ដែលយើងនឹកស្មានមិនដល់ហើយពេលនៅក្នុងអត្ថបទព្រះគម្ពីរក៏បានប្រាប់យើងអេសាយចំពុកទី40ខទី31បានប្រាប់យើងថារីឯអ្នកដែលជឿសង្ឃឹមលើព្រះអង្គម្ចាស់តែងតែមានកម្លាំងថ្មីជានិច្ចប្រៀបបាននឹងសត្វឥន្ទ្រីដែលហោះហើរគេស្ទុះរត់ទៅមុខហើយគេមិនចេះហត់ហើយដោយមិនចេះអស់កម្លាំងនៅថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនពេលដែលយើងមានឱកាសនៅឡើយអរគុណព្រះអង្គម្ចាស់នៅអំឡុងពេលដែលយើងកំពុងតែជួបនៅភាពវឹកវរពេលដែលយើងមានឱកាសឬក៏ពេលដែលចុងបញ្ចប់នៃជីវិតរបស់យើងនៃនគរឋានសួគ៌យើងនឹងគ្មានការជឿចាប់ទៀតទេយើងគ្មានការសោកសៅទៀតទេប៉ុន្តែយើងអរគុណព្រះម្ចាស់នៅបច្ចុប្បន្នភាពដែលយើងកំពុងតែមានដង្ហើមដកនៅថ្ងៃនេះនៅលើផែនដីនេះយើងអរគុណព្រះម្ចាស់អរព្រះគុណព្រះម្ចាស់ទោះបីយើងកំពុងតែឃើញមជ្ឈដ្ឋានជុំវិញខ្លួនយើងកំពុងតែរង្គើប៉ុណ្ណាក៏ដោយរំជួយប៉ុណ្ណាក៏ដោយប៉ុន្តែយើងអរគុណព្រះម្ចាស់ដែលព្រះអង្គគឺជាយុទ្ធកាលដែលរឹងមាំដែលទូបង្គំកំពុងតែឈរនៅពេលនេះខ្ញុំអរគុណព្រះម្ចាស់នៅអ្វី
ដែលព្រះអង្គជាព្រះបានធ្វើការអស្ចារ្យនៅការអស្ចារ្យបងប្អូនពេលដែលយើងនិយាយអំពីយើងឡើងកម្រិតមួយខ្ពស់ជាងមុនពេលដែលយើងឡើងកម្រិតមួយខ្ពស់ជាងមុនយើងនឹងមើលឃើញរបៀបផ្សេងពីអ្វីដែលយើងធ្លាប់មើលពីមុនមកកាលពីយើងនៅទៀបដែលយើងមិនមើលឃើញនៅរបៀបដែលព្រះអង្គជាព្រះបានឲ្យយើងមើលឃើញនៅតាមរបៀបនៃការដែលយើងឡើងដល់កម្រិតខ្ពស់ជាងមុននៅឆ្នាំ2021នេះលោកអ្នកបងប្អូនខ្ញុំលើកទឹកចិត្តសូមគុំប្រាថ្នានៅតែដដែលសូមគុំចំណាយពេលជាមួយមនុស្សដែលធ្វើឲ្យយើងធ្លាក់ចុះដដែលនៅឆ្នាំ2021នេះគុំចំណាយពេលជាមួយនឹងក្រុមណាមួយដែលតែធ្វើឲ្យយើងធ្លាក់ចុះប៉ុន្តែឆ្នាំនេះបងប្អូនបានគិតអ្វីមួយដែលយើងនឹងឡើងកម្រិតមួយផ្សេងទៀតហើយបងប្អូនមួយចំនួនទៅបោះបង់ចោលជាមួយនឹងមនុស្សមួយចំនួនដែលតែធ្វើឲ្យយើងបានធ្លាក់ចុះធ្វើឲ្យយើងបានជួបនៅបញ្ហាប៉ុន្តែជាពេលមួយដែលយើងអរគុណព្រះអង្គម្ចាស់ដែលព្រះអង្គជាព្រះនឹងផ្លាស់ប្ដូរគំនិតរបស់ទូបង្គំដែលព្រះអង្គជាព្រះបានឲ្យទូបង្គំឡើងខ្ពស់ជាងមុនឡើងខ្ពស់ជាងមុនដែលទូបង្គំបានមើលឃើញនៅបាទថ្មីនេះខ្ញុំទទួលបានរបាយការណ៍ពីលោកគ្រូគង្វាលផ្សេងនៅទីប្រទេសដូចជានៅក្នុងទីក្រុងឡុងទើបតែជួបនៅរលកថ្មីនៃ COVID 19 នេះធ្វើឲ្យគេបានបិទជាប់គាំងម្ដងទៀតនៅក្នុងប្រទេសម៉ាឡេស៊ីអាចជួបបាន30នាក់នៅប្រទេសសិង្ហបុរីអាចថ្វាយបង្គំបានតែมันអាចច្រៀងបានអាចកហឹមបានมันអាចស្រែកបានបាទវាពិបាកមែនទែនក្នុងការដែលយើងត្រូវតាមដាននៅអ្វីដែលកើតឡើងជុំវិញពិភពលោកនៃទីក្រុងដែលយើងមានក្រុមជំនុំ Kingdom City របស់យើងប៉ុន្តែយើងចាប់ដើមដែលអរប្រគុណព្រះអង្គម្ចាស់នៅឆ្នាំនេះពីព្រោះយើងនឹងរស់ឲ្យខ្ពស់ជាងមុននៅកម្រិតមួយដែលខ្ពស់ជាងមុនយើងមិនមែនតើនឹងមានអីកើតឡើងតើព័ត៌មានថ្មីពីក្រសួងសុខាភិបាលឬក៏ពីរដ្ឋាភិបាលមានអីកើតឡើងប៉ុន្តែយើងអរគុណព្រះអង្គម្ចាស់យើងមានដង្ហើមទៅដកមិនចឹងមែនទេយើងមិនរស់នៅដែលយើងពឹងទៅលើអ្វីដែលជាព័ត៌មានផ្ដល់ឲ្យយើងរៀងរាល់ថ្ងៃរៀងរាល់សប្តាហ៍នោះទេយើងមិនមែនទេយើងមើលស្រាលនៅព័ត៌មានឬក៏អ្វីដែលរដ្ឋាភិបាលឬក៏ច្បាប់ដែលបានចែងនោះដែរប៉ុន្តែខ្ញុំគោរពនៅអ្វីដែលគេបានចែងនៅអ្វីដែលពិភពលោកបានប្រាប់យើងប៉ុន្តែយើងមិនអាចរស់នៅតាមរបៀបឡើងចុះដូចជីវិតនៅលើផែនដីដែលលោកីនេះកំពុងតែរស់នៅទេប៉ុន្តែយើងត្រូវតែរស់ខ្ពស់ជាងស្ថានភាពដែលយើងកំពុងតែជួបនៅបញ្ហាអំពេលនេះយើងមិនអាចរស់នៅតាមរបៀបដែលមនុស្សប្រាប់យើងឲ្យយើងរស់នៅតាមរបៀបណានោះទេឬក៏តាមរយៈម្ដាយក្មេកយើងមិនមានអារម្មណ៍ល្អបាទឬក៏ពុកក្មេកយើងឬក៏បងប្អូនប្រុសស្រីយើងមិនមានអារម្មណ៍ល្អនៅក្នុងផ្ទះយើងមិនអាចរស់តាមអារម្មណ៍នៃមនុស្សដែលរស់នៅជាមួយយើងនោះទេប៉ុន្តែយើងរស់នៅខ្ពស់ជាងអ្វីដែលលើសពីអ្វីនឹងស្មាំដូចជាសត្វឥន្ទ្រីបាទគ្រប់ពេលដែលខ្ញុំចែកចាយកាលពីឆ្នាំមុននិយាយអំពីខ្យល់ព្យុះនិយាយអំពីការគំរាមនៃទឹករលកឬជាខ្យល់ព្យុះទទួលស្គាល់ព្យុះនឹងនៅតែបន្តមានមកកាន់ជីវិតយើងប៉ុន្តែវាមកហើយវានឹងបាត់ទៅវិញប៉ុន្តែយើងគួរតែចាប់ដើមជីវិតរបស់យើងឆ្នាំ2021ដោយអរព្រះគុណព្រះម្ចាស់ដោយអីព្រះអង្គជាព្រះបានលើកកាងឡើងឲ្យសូមឲ្យយើងបានឡើងនៅកម្រិតមួយផ្សេងទៀតបានមើលឃើញរបៀបដែលព្រះបានត្រាស់ហៅយើងទៅកាន់យើងអរគុណព្រះអង្គម្ចាស់ដែលទូបង្គំមានជីវិតដ៏អស្ចារ្យចំណិចពេលដែលទូបង្គំអវត្តមានពីផែនដីនេះពេលដែលយើងចាប់ដើមចេះអរប្រគុណព្រះអង្គម្ចាស់បងប្អូនខ្ញុំចាប់អារម្មណ៍ពេលដែលខ្ញុំចូលរួមបុណ្យសពម្ដងពេលដែលចូលរួមបុណ្យសពគ្រួសារដែលគេជឿលើព្រះអង្គម្ចាស់ពេលដែលខ្ញុំចូលរួមហាក់ដូចជាគ្រួសារគេប្រាប់ឲ្យយើងថាខ្ញុំពិតជាអរគុណព្រះអង្គម្ចាស់មែនទែនដែលសមាជិកដែលបាត់បង់នៅក្នុងក្រុមគ្រួសារនេះគាត់បានទទួលជឿលើព្រះអង្គម្ចាស់ហេតុអីបានយើងអរគុណព្រះអង្គម្ចាស់ទៅវិញពេលដែលមានសមាជិកម្នាក់បានស្លាប់ប៉ុន្តែបងប្អូនពេលដែលយើងជាអរប្រគុណព្រះអង្គម្ចាស់មានន័យថាយើងដឹងនៅអ្វីដែលព្រះអង្គជាព្រះបានរៀបចំនៅក្នុងជីវិតរបស់យើងម្នាក់ពេលដែលយើងដឹងថាព្រះអង្គគឺជាព្រះបានឲ្យនៅការរំលឹកមកកាន់ជីវិតយើងដើម្បីអរប្រគុណព្រះម្ចាស់ដើម្បីឲ្យយើងភ្ញាក់រលឹកនៅការដែលយើងសរសើររំកាំងធ្វើឲ្យជំនឿយើងពន្លឿនកើនឡើងធ្វើឲ្យយើងមានការគិតដែលត្រឹមត្រូវហើយវាធ្វើឲ្យយើងបានឡើងកម្រិតមួយផ្សេងទៀតបងប្អូនយើងទៅស្គាល់ព្រះអង្គគឺជាអ្នកណាពេលដែលយើងដឹងថាព្រះអង្គជាអ្នកណាគឺសម្រាប់មនុស្សគ្រប់គ្នាយើងអត់មានហេតុផលណាអត់មានលេសណាដើម្បីមិនអាចអរគុណព្រះម្ចាស់បាននោះទេពីព្រោះព្រះអង្គគឺជាព្រះសង្គ្រោះជាសកលលោកនៅលើផែនដីនេះទោះបីបងប្អូននៅទីណាក៏ដោយបងប្អូនជួបនឹងបញ្ហាណាក៏ដោយព្រះអង្គកំពុងតែធ្វើការអស្ចារ្យព្រះអង្គគឺជាព្រះដែលអស្ចារ្យសូមនិយាយថាព្រះអង្គគឺជាព្រះដែលល្អអស្ចារ្យអេមែនព្រះអង្គគឺជាព្រះដែលល្អអស្ចារ្យហើយសេចក្តីមេត្តាករុណារបស់ព្រះអង្គគឺជាព្រះមានសម្រាប់យើងស្មោះត្រង់បំផុតនៅកាន់ជីវិតរបស់យើងម្នាក់អរព្រះម្ចាស់អើយឥឡូវនេះបើសិនអាចបានបងប្អូនសូមលើកសម្លេងអធិដ្ឋានដោយថ្លែងពាក្យអរប្រគុណព្រះម្ចាស់បាយបានសូមមិនគាត់ប្រកាសដោយការអរប្រគុណព្រះម្ចាស់តែព្រះអង្គពិតជាល្អព្រះអង្គជាអ្នកណាទោះបីបងប្អូនមានអារម្មណ៍ចង់អរប្រគុណព្រះម្ចាស់ឬក៏មិនមានក៏ដោយប៉ុន្តែសូមអនុញ្ញាតឲ្យមាត់យើងបានបើកគ្រប់ទាំងផ្ទះគ្រប់ទាំងកន្លែងដែលចូលរួមនៅថ្ងៃនេះគ្រប់កន្លែងដែលកំពុងតែចូលរួមអនុញ្ញាតឲ្យដួងចិត្តយើងបានបន្ទាបចុះឲ្យបន្តិចចេះអរប្រគុណព្រះម្ចាស់យើងចាប់ផ្ដើមអរប្រគុណព្រះម្ចាស់ព្រះយើងអរប្រគុណទ្រង់អរគុណព្រះម្ចាស់
បងឲ្យគ្រប់រដូវកាលនៃជីវិតទូបង្គំតែងតែអរប្រគុណព្រះម្ចាស់ព្រះអង្គគឺជាអ្នកណាព្រះអង្គជាព្រះដែលអស្ចារ្យព្រះអង្គជាព្រះដែលល្អព្រះអង្គជាព្រះលើអ្វីៗទាំងអស់ចារ៉ាប៉ាយើងនឹងចាប់ដើមឡើងដល់កម្រិតមួយផ្សេងទៀតពេលយើងចាប់ដើមជាអរប្រគុណព្រះម្ចាស់សូមឲ្យយើងទទួលបាននូវការសរសើរដំណើរនៃចេញពាក្យនៃការអរប្រគុណព្រះម្ចាស់យើងអរប្រគុណព្រះម្ចាស់ដែលព្រះអង្គគឺជាអ្នកណាព្រះអង្គជាព្រះដែលធ្វើការអស្ចារ្យព្រះយើងអរគុណព្រះម្ចាស់ព្រះអើយសូមឲ្យអមាត់យើងបានបើកឡើងសរសើរដំណើរទ្រង់ព្រះទូបង្គំនឹងសរសើរដំណើរទ្រង់អំឡុងពេលទូបង្គំមានជីវិតទូបង្គំនឹងលើកដៃទូបង្គំឡើងដើម្បីចោះចូលជាមួយប្រវត្តិមានព្រះម្ចាស់ដែលព្រះអង្គជាព្រះជាអ្នកណាព្រះអង្គជាព្រះដែលអស្ចារ្យព្រះអង្គជាព្រះដែលអស្ចារ្យព្រះអង្គជាព្រះដែលអស្ចារ្យសូមឲ្យយើងបានមើលឃើញនៅរបៀបដែលព្រះអង្គជាព្រះបានធ្វើការអស្ចារ្យសូមឲ្យយើងឡើងទៅកម្រិតមួយផ្សេងទៀតដើម្បីធ្វើការអស្ចារ្យនៅអ្វីដែលព្រះបានមានសម្រាប់យើងស្រីរុងរឿងរបស់ព្រះអង្គជាព្រះនឹងទៅបានត្រឡប់ទៅកាន់ព្រះម្ចាស់វិញព្រះអង្គគឺជាព្រះកំពុងតែសោយរាជអស់កលជានិច្ចព្រះអង្គគឺជាព្រះមានឫទ្ធិជាស្រានិងអំណាចព្រះអង្គគឺជាព្រះដែលជាដែលអស្ចារ្យព្រះអង្គឲ្យសូមឲ្យព្រះជាព្រះបានប៉ះពាល់យើងក្នុងដំណើរនៅថ្ងៃនេះបើអាចបានសូមបានក្រោយឈរឡើងមកបងប្អូនគ្រប់គ្នាសូមអរគុណព្រះម្ចាស់ព្រះអង្គផ្ដល់កិត្តិយសទៅកាន់ព្រះម្ចាស់ទាំងអរប្រគុណព្រះម្ចាស់នៅថ្ងៃនេះសូមឲ្យទូបង្គំបានមើលឃើញឲ្យខ្ពស់ជាងមុនព្រះអង្គហើយអរគុណព្រះម្ចាស់សូមឲ្យបរិយាកាសនៃការអរប្រគុណព្រះម្ចាស់បានពោពេញនៅទីនោះដែលបងប្អូនកំពុងតែចូលរួមមិនថាតាមបន្ទប់នៅផ្ទះឬក៏នៅទីណាក៏ដោយបរិយាកាសនឹងផ្លាស់ប្ដូរបរិយាកាសនឹងចាប់ដើមផ្លាស់ប្ដូរអូសារ៉ាប៉ាရှេរេអរគុណព្រះយេស៊ូវគ្រីស្ទអរគុណព្រះម្ចាស់អើយអរគុណព្រះម្ចាស់សូមឲ្យបរិយាកាសនឹងចាប់ដើមផ្លាស់ប្ដូរនៅពេលនេះបងហើយអូសារ៉ាប៉ាရှេរេAmen បរិយាកាសនឹងចាប់ដើមផ្លាស់ប្ដូរនៅពេលនេះពេលយើងអរប្រគុណព្រះម្ចាស់ដោយសារព្រះអង្គគឺជាព្រះអស្ចារ្យសម្រាប់ជីវិតរបស់យើង Amen ព្រះអង្គឲ្យសូមឲ្យយើងឡើងដល់កម្រិតមួយដែលខ្ពស់ជាងមុនសូមឲ្យព្រះអង្គជាព្រះបានដាស់តឿននៅជំនឿរបស់យើងសរសើរដំណើរព្រះម្ចាស់ព្រះអង្គឲ្យព្រះអង្គជាអ្នកណាដែលអស្ចារ្យតើព្រះអង្គជាអ្នកណាក្នុងជីវិតរបស់យើងព្រះអង្គអស្ចារ្យមែនទែនអរគុណព្រះអង្គចាស់ព្រះអង្គសូមឲ្យយើងឡើងកម្រិតខ្ពស់ជាងមុនព្រះអង្គហើយព្រះអង្គសូមឲ្យយើងឡើងកម្រិតមួយខ្ពស់ជាងមុនព្រះអង្គម្ចាស់ដូចជាសត្វឥន្ទ្រីព្រះអង្គហើយខ្ញុំចង់ប្រាប់បងប្អូនមួយនៅឆ្នាំ2021នេះព្រះគុណរបស់ព្រះអង្គជាព្រះបានចាប់បំពេញយើងជារៀងរាល់ព្រឹកនៅក្នុងព្រះគម្ពីរបានប្រាប់យើងថារៀងរាល់ព្រឹកយើងទទួលបាននូវសេចក្តីមេត្តាករុណាទទួលបាននូវព្រះគុណព្រះអង្គម្ចាស់សម្រាប់យើងរៀងរាល់ព្រឹកពេលដែលយើងក្រោកពីគេងយើងទទួលបានអ្វីមួយដែលថ្មីមកពីព្រះម្ចាស់គឺសេចក្តីមេត្តាករុណាព្រះគុណរៀងរាល់ព្រឹកយើងមិនចាំបាច់អរគុណព្រះម្ចាស់កាលពីម្សិលមិញនោះទេប៉ុន្តែយើងអរគុណព្រះម្ចាស់នៅថ្ងៃនេះដែលព្រះអង្គជាព្រះបានឲ្យដង្ហើមយើងពេលដែលយើងបានភ្ញាក់ឡើងពីគេងនៅថ្ងៃនេះដូចជានំម៉ាណាដែលព្រះអង្គជាព្រះបានផ្ដល់ឲ្យប្រជាជនអ៊ីស្រាអែលរៀងរាល់ថ្ងៃដែរព្រះអង្គឲ្យព្រះអង្គបានផ្ដល់ឲ្យយើងថ្មីជានិច្ចព្រះអង្គហើយអេមែនរៀងរាល់ព្រឹកព្រះអង្គបានផ្ដល់ឲ្យយើងថ្មីរៀងរាល់ព្រឹកថ្មីគ្រប់ពេលវេលា ទៅបីបងប្អូននៅទីណាក៏ដោយកំពុងតែចូលរួមនៅថ្ងៃនេះ
ចាប់ដើមអរប្រគុណព្រះអង្គម្ចាស់តើយើងនឹងបានអ្វីដែលថ្មីនឹងរាប់ព្រឹក Amen ព្រះអង្គជាព្រះដែលស្មោះត្រង់ Amen ការអស្ចារ្យកំពុងតែកើតឡើងពេលដែលយើងនៅក្នុងប្រវត្តិមានព្រះអង្គម្ចាស់ដែលមានបរិយាកាសដែលពោពេញនឹងការអរប្រគុណព្រះអង្គម្ចាស់ Amen រៀងរាល់ព្រឹកតែងតែថ្មីព្រះអង្គគឺជាព្រះដែលស្មោះត្រង់អរព្រះអង្គម្ចាស់អើយ Amen ព្រះអង្គគឺជាព្រះដែលស្មោះត្រង់នៅឆ្នាំ2021នេះព្រះអង្គគឺជាព្រះដែលស្មោះត្រង់ហើយរៀងរាល់ព្រឹកព្រះគុណសេចក្ដីមេត្តាករុណាមកកាន់ជីវិតយើងរៀងរាល់ព្រឹកនៅផ្ទះរបស់យើងនៅកន្លែងដែលយើងចូលរួមនៅថ្ងៃនេះ Amen យើងជ្រាបម្ដងទៀតសូមឲ្យព្រះគុណរបស់ព្រះអង្គជាព្រះរៀងរាល់ព្រឹកបញ្ចប់បំពេញមកកាន់ជីវិតយើងដូចជានំម៉ាណារៀងរាល់ព្រឹកប្រោលឲ្យជនជាតិអ៊ីស្រាអែលសូមឲ្យថ្មីជារៀងរាល់ព្រឹកព្រះអង្គហើយ សូមឲ្យបានយើងបើកមាត់ឡើងមិនអរប្រគុណព្រះអង្គម្ចាស់ប្រកាសថាព្រះអង្គគឺជាព្រះដែលស្មោះត្រង់អរគុណព្រះអង្គម្ចាស់នោះគឺជាបុគ្គលិកលក្ខណៈរបស់ព្រះដែលយើងកំពុងតែជឿព្រះអង្គគឺជាព្រះដែលស្មោះត្រង់ព្រះអង្គគឺជាព្រះដែលស្មោះត្រង់គ្រប់ពេលវេលាគ្រប់រដូវកាលនៃជីវិតរបស់យើងនៅក្នុងព្រះគម្ពីរទំនុកដំណើរចំពុក ទី 34 ខ 3 បានប្រាប់យើងថាចូលឲ្យយើងសម្លឹងមើលមកកាន់ព្រះអង្គម្ចាស់អនុញ្ញាតឲ្យយើងបានលើកដំកើងនាមព្រះអង្គម្ចាស់ទាំងអស់គ្នាបងប្អូននៅថ្ងៃនេះតើយើងនឹងអាចសម្លឹងមើលទៅកាន់អ្នកណាយើងមានជំរឿនៅថ្ងៃនេះតើអ្នកណាដែលយើងនឹងសម្លឹងទៅកាន់តើអ្វីដែលយើងកំពុងតែសម្លឹងទៅកាន់ទទួលស្គាល់បញ្ហាយើងកំពុងតែមានមែនបញ្ហាដែលយើងកំពុងតែឆ្លងកាត់ពិតជាមានជាក់ស្ដែងប៉ុន្តែអ្វីដែលយើងកំពុងតែសម្លឹងទៅកាន់នៅថ្ងៃនេះយើងចង់ជ្រើសរើសសម្លឹងទៅកាន់ព្រះអង្គម្ចាស់ជាព្រះដែលអស្ចារ្យនៅថ្ងៃនេះយើងសម្លឹងទៅកាន់ព្រះអង្គម្ចាស់នេះគឺជាកូនសោនេះគឺជាអាវុធនេះគឺជាការរំលឹកមួយនេះគឺជាយុទ្ធការមួយដើម្បីយើងយកឈ្នះនៅឆ្នាំ2021ដែលយើងកំពុងតែមាននៅថ្ងៃនេះសូមឲ្យយើងបានលើកសរសើរដំកើងនាមរបស់ព្រះអង្គម្ចាស់ខ្ញុំមកដឹងអំពីបងប្អូនកំពុងតែចូលរួមជាមួយតាណាប៉ុន្តែសម្លឹងមើលណាជុំវិញខ្លួនយើងញញឹមដាក់ពួកគាត់ហើយយើងប្រាប់គាត់ថាតើយើងសរសើរដំកើងនាមព្រះអង្គម្ចាស់ទាំងអស់គ្នាហើយជាបងប្អូននៅឆ្នាំ2021នេះសូមស្វែងរកអ្វីមួយដើម្បីអរគុណព្រះអង្គម្ចាស់ខ្ញុំទទួលស្គាល់ថាបងប្អូនបាននិយាយអំពីការអរប្រគុណព្រះអង្គម្ចាស់តាមរបៀបផ្សេងៗគ្នាប៉ុន្តែនៅឆ្នាំ2021នេះចូលបានឲ្យយើងរស់នៅក្នុងវប្បធម៌មួយនៃជំនឿយើងបានអរប្រគុណព្រះអង្គម្ចាស់យើងមិនមែនអរគុណព្រះអង្គម្ចាស់នៅអ្វីដែលយើងមិនមាននោះទេប៉ុន្តែយើងអរប្រគុណព្រះអង្គម្ចាស់នៅអ្វីដែលយើងមានអរគុណព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះយើងបញ្ចប់បន្តិចទៀតប៉ុន្តែនៅក្នុងសាច់រឿងមួយលោកម្នាក់ដែលគាត់បានប្រាប់ខ្ញុំលោកPhilip ដែលគាត់បានហោះយន្តហោះខ្នាតទូចមួយនៅក្នុងតំបន់របស់គាត់ដែលគាត់បានដឹងថាមានសត្វកណ្ដោមួយបានចូលក្នុងម៉ាស៊ីនរបស់គាត់ហើយម៉ាស៊ីននោះចាប់ផ្ដើមមានបញ្ហាដោយសារកណ្ដោនោះបានចូលនៅក្នុងម៉ាស៊ីនរបស់យន្តហោះដែលគាត់កំពុងតែហោះហើរនៅក្នុងស្រុកមួយនោះគាត់ចាប់ផ្ដើមគិតថាតើគាត់នឹងចតយន្តហោះនោះដើម្បីដោះស្រាយជាមួយកណ្ដោនោះឬក៏គាត់ទៅឲ្យខ្ពស់ជាងមុនដើម្បីឲ្យកណ្ដោនោះចាប់ផ្ដើមងាប់ពេលនៅក្នុងបរិយាកាសដែលអស់នៅខ្យល់អុកស៊ីហ្សែនបន្ទាប់មកគាត់ចាប់ផ្ដើមសម្រេចចិត្តបានហោះយន្តហោះឲ្យខ្ពស់ជាងមុនហើយកណ្ដោនោះបានស្លាប់ដោយសារបានងាប់ដោយសារវាអត់មានអុកស៊ីហ្សែនបងប្អូននៅថ្ងៃនេះមើលទៅចិត្តកុំចោះចតនៅយន្តហោះពេលដែលយើងមានបញ្ហានៅក្នុងជីវិតសូមឲ្យយើងបានឲ្យយន្តហោះនៃជីវិតរបស់យើងបានខ្ពស់ជាងបញ្ហាដែលយើងកំពុងតែមានកុំឲ្យយើងដោះស្រាយបញ្ហាដដែលពេលមានបញ្ហាយើងជាប់គាំងយើងជប់មកថ្វាយបង្គំយើងជប់ដោះស្រាយប៉ុន្តែសូមឲ្យយើងបានឲ្យខ្ពស់ជាងមុននៅក្នុងជីវិតរបស់យើងអរប្រគុណព្រះម្ចាស់នៅអ្វីដែលបានជាព្រះបានផ្ដល់មកកាន់ជីវិតរបស់យើងផងយើងអរប្រគុណព្រះម្ចាស់នៅថ្ងៃនេះគឺបង្គំអរប្រគុណព្រះម្ចាស់សូមឲ្យយើងហោះនៃជីវិតរបស់យើងបានទៅឲ្យខ្ពស់ជាងមុនរហូតដល់បរិយាកាសមួយនៃការអស្ចារ្យដែលព្រះកំពុងតែធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់យើងបងប្អូនសូមឲ្យការថ្វាយបង្គំរបស់យើងមកខ្ពស់ជាងមុនសូមឲ្យការសរសើរដំកើងរបស់យើងមកខ្ពស់ជាងមុនសូមឲ្យការថ្វាយរបស់យើងមកខ្ពស់ជាងមុនសូមឲ្យការលះបង់របស់យើងខ្ពស់ជាងមុនសូមឲ្យព្រះនាមព្រះម្ចាស់បានខ្ពស់ឡើងព្រះសុគីយើងអរគុណព្រះម្ចាស់នៅថ្ងៃនេះអរគុណព្រះម្ចាស់នៅថ្ងៃនេះព្រះម្ចាស់យើងអរព្រគុណទ្រង់ផងហើយ
รองยังออประคุณตรงปองไงเนี่ยไงนี่เปรสกีเอ้ยออกกันเปรสกีสนั่นไงนี่ออกกันเปรสกีสออกกันปองไงออกกันตรงปองออกกันเชียงรอโหดเป็นช่วยไปยังปองไงออกกันปองมาจ้ะสมันเอาชีวิตเดี๋ยวพอยังมันล้างนักกำลังมวยพวกเสียงเต็มมาบนกรมอนุญาตยุนห่อในชีวิตยังมันจอดทำไมดอสายในปัญหาปัจจัยสมัยยังมันห่อแต่กำลังมวยแต่เปรียบแบบเราเนี่ยสุดอำนาจนึกไปเชื่อสนานการอาจารย์แต่ยังดังอย่างชาวบ้านพระองค์ยังเชื่อนะพระองค์มันเพื่อการอาจารย์มากันชีวิตยังแบบเนี่ยไอ้พระองค์คือจะเปรียบมันเพื่อการอาจารย์มากันชีวิตไปยังด้วยแต่ให้สมันอนุญาตมันโมสำหรับการปราบอาจารย์ในการนี้เอาปราบอาจารย์เอ้ยเอเมนพระองค์เอ้ยทุกคนมันถวายพรตรงในการนี้พระองค์จะเป็นอาจารย์พระองค์เอ้ยเอเมนพระองค์มันอะไรยังประทานใจสลายសូមឲ្យការអធិដ្ឋានរបស់យើងតាមរយៈអត្ថន័យរបស់ចម្រៀងនៅថ្ងៃនេះសូមអនុញ្ញាតឲ្យឆ្នាំ2021នេះជាឆ្នាំមួយដែលយើងនឹងចាប់ផ្ដើមឡើងខ្ពស់ជាងមុននៅកម្រិតមួយដ៏អស្ចារ្យជាងមុនព្រះអង្គគឺជាព្រះដែលស្មោះត្រង់មកកាន់ជីវិតរបស់យើងអេមែនសូមនិយាយសូមប្រកាសសូមស្រែកដល់ការអរព្រគុណព្រះអង្គម្ចាស់និងអេមែនមកកាន់នៅកិច្ចការងារដ៏អស្ចារ្យយើងចូលមកកាន់ដំណាក់ព្រះអង្គម្ចាស់ដោយអរព្រគុណព្រះអង្គម្ចាស់និងសរសើរដំកើងព្រះអង្គម្ចាស់ដើម្បីឲ្យទូបង្គំបានអរព្រគុណព្រះអង្គម្ចាស់នៅក្នុងដួងចិត្តរបស់ទូបង្គំគ្រប់ពេលវេលាសូមឲ្យដួងចិត្តទូបង្គំម្នាក់ៗទទួលបាននូវការចាត់ថ្លែងអរព្រគុណទៅកាន់ព្រះអង្គម្ចាស់សូមឲ្យយើងទទួលបាននូវការចាត់ដឹងគុណទៅកាន់ព្រះអង្គម្ចាស់នៅអ្វីដែលព្រះអង្គបានធ្វើការអស្ចារ្យមកកាន់ជីវិតរបស់យើងឲ្យយើងមិនស្គាល់យ៉ាងច្បាស់ថាព្រះអង្គជានរណានៅក្នុងជីវិតរបស់យើងម្នាក់ៗដែលព្រះអង្គគឺជាព្រះបានធ្វើការអស្ចារ្យហើយបងប្អូនមួយចំនួនត្រូវការចំណាយពេលនៅឆ្នាំ2021នេះដើម្បីចាត់ថ្លែងការអរព្រគុណទៅកាន់ព្រះម្ចាស់ស្ដារឡើងវិញនៅដួងចិត្តរបស់យើងដែលតែងតែរអ៊ូរទាំតែងតែមុខក្រមៅតែងតែមុខមិនរីកប៉ុន្តែនៅថ្ងៃនេះខ្ញុំរត់ទៅចិត្តសូមឲ្យឆ្នាំ2021នេះយើងនឹងចាប់ផ្ដើមចេះសរសើរដល់ការព្រះម្ចាស់ពេលយើងក្រោកពីព្រលឹមពេលយើងក្រោកពីដេកហើយបងប្អូនអាចអរគុណព្រះម្ចាស់សម្រាប់ប្តីប្រពន្ធឬក៏ក្រុមគ្រួសារដែលយើងកំពុងតែរស់នៅជាមួយយើងអរគុណព្រះម្ចាស់សម្រាប់កូនរបស់យើងមិនមែនអរគុណដោយសារគាត់មកដាស់យើងរឿងរាល់ព្រឹកដែលគាត់ភ្ញាក់ក្រោកពីព្រលឹមមុនយើងនោះទេប៉ុន្តែយើងអរគុណព្រះម្ចាស់ដែលគាត់គឺជាចំណែកនៃក្រុមគ្រួសាររបស់យើងផងដែរនៅថ្ងៃនេះយើងអរព្រគុណព្រះម្ចាស់នៅកិច្ចការងារដែលអស្ចារ្យដែលព្រះបានធ្វើឲ្យយើងស្គាល់ព្រះម្ចាស់ជាអ្នកណាមកកាន់ជីវិតរបស់យើងខ្ញុំមើលឃើញនៅរូបភាពមួយហាក់ដូចជារូបភាពមួយនេះយើងចម្លែកបន្តិចហើយបងប្អូនធ្លាប់មានបទពិសោធន៍ដូចខ្ញុំឯងឃើញរូបភាពមួយហើយដូចជាសាច់រឿងមួយដែលខ្ញុំធ្លាប់បានមើលកាលពីមុនណាបើជាបងប្អូនធ្លាប់បានមើលរឿងមួយដែលគាត់មើលទៅគាត់ស្តៀងត្រយមែនតើបាទស្តៀងត្រយគាត់មានឈ្មោះជា Hanger បាទគាត់មើលទៅដូចត្រយយ៉ាងបាទគាត់បាននៅក្នុងសាច់រឿងនោះគាត់បានដាក់ដំបងមួយដែលខ្ពស់ធ្វើឲ្យកិច្ចការបាត់បើកសម្ដងគេនិយាយថា Hanger តើអ្នកឯងជួយខ្ញុំបានអត់បាទនៅក្នុងសាច់រឿងនោះបានប្រាប់ខ្ញុំរំលឹកខ្ញុំអំពីរឿងមួយដែលអស្ចារ្យហើយដូចជាខ្ញុំឃើញនៅនគរឋានសួគ៌បានបើកចំហនៅថ្ងៃនេះពេលដែលយើងចាប់ដើមបានចេះអរព្រគុណព្រះម្ចាស់បងប្អូនឈប់រអ៊ូរទាំនៅក្នុងជីវិតរបស់យើងឈប់សម្លឹងមើលអ្វីដែលយើងមិនទទួលបាន
ប៉ុន្តែសូមឲ្យមាត់យើងបានបើកឡើងហើយអរព្រគុណព្រះអង្គម្ចាស់នៅអ្វីដែលយើងមានអរគុណព្រះអង្គម្ចាស់នៅតម្រូវការដែលព្រះអង្គជាព្រះតែងតែបំពេញព្រះអង្គគឺជាព្រះមានលើគ្រប់ទាំងអំណាចនិងជាស្ដារមកកាន់ជីវិតរបស់យើង